បានចុះត្រួតពិនិត្យមើលឃើញជាក់ស្ដែងនៅក្នុងតំបន់កឡុងស្ថិតនៅក្នុងភូមិនែមឃុំកដូនស្រុកអង្គរជុំខេត្តសៀមរាបដែលមានខ្យល់ព្យុះកាយសាហាវធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋពិសេសគឺប៉ះពាល់ដល់ផ្ទះសម្បែងបងប្អូនជាពលរដ្ឋនៅក្នុងតំបន់កឡុងហើយប៉ះពាល់ដល់លើដងផ្លូវដែលមានដើមឈើជាច្រើនដួលសង្កត់តាមដងផ្លូវនេះក្នុងនោះដែលមានប៉ះពាល់ដល់បងប្អូនជាពលរដ្ឋចំនួន7គ្រួសារហើយក្នុងនោះមានគ្រួសារធោវ័យភេទប្រុសអាយុ53ឆ្នាំសមាជិក5ស្រី3ល្បើកដំបូលនិងសញ្ញាអស់រលីង2វ័យខាត់ណាអាយុ33ឆ្នាំភេទស្រីមានសមាជិក6ស្រី3អានេះធ្វើឲ្យចលគួចបកយកទាំងរូបផ្ទះទាំងអស់រសាត់ចម្ងាយប្រហែលជិត50ម៉ែត្រតិចទីតន់អត់មានសល់អីទេនេះរបស់បងអូនវីខណានេះ3ភ័ណ្ឌគឹមស៊ីវអាយុ38ឆ្នាំភេទស្រីសមាជិក4ស្រី2អានេះធ្វើឲ្យល្បើការ៉ូបានក្បឿងស៊ីម៉ង់ក្បឿងយើងអាក្បឿងធំហ្នឹងណាល្បើហើយបាក់សញ្ញានេះហើយមួយទៀតទី4វ័យស្រីម៉ៅហើយអាយុ28គឺភេទស្រីសមាជិក4ស្រី1អានេះធ្វើឲ្យល្បើកដំបូលនិងបាក់សញ្ញាទី5ពេជ្រសុវណ្ណអាយុ38ឆ្នាំហើយសមាជិក4ស្រី3ធ្វើឲ្យពើដំបូលអស់សង្ស័យជាច្រើន6ដួនឌុយអាយុ25ឆ្នាំភេទប្រុសសមាជិក3ស្រី2នេះធ្វើឲ្យលូតពីជើងសសរ